សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្រភាគទី5ការប្រកួតចិត្តនឹងអនាគតវីរៈនិងសុភ័ក្រនៅតែឈរជោជែកគ្នានៅមុខហាងលក់សម្លៀកបំពាក់ភាពស្ងាត់លាយទៅដោយភាពអស់សង្ឃឹមបានមកគ្រប់សង្កត់អ្នកទាំងពីរសុភ័ក្រស្រក់ទឹកភ្នែកបងវីរៈអូនមិនអាចបោះបង់នឹងរស់នៅដោយគ្មានបងបានទេវីរៈស្ទើរតែមិនអាចទប់ចិត្តបានសុភ័ក្របងមិនចង់ឲ្យអូនប្រឈមនឹងការបែកបាក់ជាមួយម្ដាយអូនគួរតែគិតពីអនាគតរបស់អូនទៅបងមិនចង់ឃើញអូនមករងទុក្ខជាមួយបងទេសុភ័ក្របងជឿថាទ្រព្យសម្បត្តិនិងអំណាចអាចកំណត់អនាគតមែនទេបងវីរៈបងជឿលើស្នេហាពិតឬអត់វីរៈទាញអារម្មណ៍បងស្រឡាញ់អូនតែបងមិនចង់ឲ្យអូនមករស់នៅជាមួយបុរសដែលអនាគតមិនច្បាស់លាស់នោះទេសុភ័ក្រមិនអាចទ្រាំបានទៀតនាងចូលទៅក្បែរវីរៈហើយចាប់ដៃគាត់យ៉ាងមាំរួចនិយាយថាបងវីរៈបងអាចធ្វើឲ្យអនាគតកាន់តែល្អបានបងអត់ចង់ខិតខំដើម្បីយើងទាំងពីរទេវីរៈស្ងៀមស្ងាត់មួយភ្លែតបងចង់បញ្ចប់ភាពក្រីក្របងចង់មានអនាគតជាមួយអូនសុភ័ក្រញឹមទាំងទឹកភ្នែកនាងដឹងថាវីរៈកំពុងមានភាពអន្តែតអណ្ដូងការប្រឈមជាមួយម្ដាយបន្ទាប់ពីការជោជែកជាមួយវីរៈសុភ័ក្រសម្រេចចិត្តទៅជោជែកជាមួយម្ដាយម្ដងទៀតនាងមិនអាចឲ្យម្ដាយបន្តជាឥទ្ធិពលលើជម្រើសរបស់នាងបានទេម្ដាយសុភ័ក្របាក់បាននិយាយហើយថាកូនមិនអាចមានអនាគតល្អដែលរស់នៅជាមួយនឹងអាវីរៈនោះទេសុភ័ក្រថ្លែងយ៉ាងច្បាស់ម៉ាក់កូនមិនត្រូវការប្រាក់ដើម្បីមានសុភមង្គលទេកូនត្រូវការមនុស្សដែលស្រឡាញ់កូនពិតម្ដាយកំពុងខឹងកូនគិតថាស្នេហាពិតអាចជាអ្វីដែលអាចធ្វើឲ្យអនាគតល្អបានឬស្មោះត្រង់ស៊ីកើតទេសុភ័ក្រកាន់តែរឹងមាំម៉ាក់កូនសុំទោសតែបើកូនត្រូវបោះបង់ស្នេហ៍នេះកូននឹងសោកស្ដាយអស់មួយជីវិតហើយកូនក៏មិនចង់រស់នៅដែររស់នៅគ្មានន័យទៀតទេម្ដាយសុភ័ក្រស្ងៀមស្ងាត់នាងមិនដែលឃើញកូនស្រីរឹងមាំបែបនេះពីមុនមកទេការសម្រេចចិត្តចុងក្រោយបន្ទាប់ពីថ្ងៃនោះវីរៈក៏សម្រេចចិត្តខិតខំធ្វើការច្រើនជាងមុនគាត់សម្រេចចិត្តសន្សំប្រាក់និងស្វែងរកឱកាសថ្មីវីរៈដាក់ទុនចិត្តបងនឹងបង្ហាញឲ្យម្ដាយអូនឃើញថាបងអាចផ្ដល់អនាគតល្អឲ្យអូនបានសុភ័ក្រញឹមអូនជឿជាក់លើបងតើវីរៈអាចបំពេញសក្តានុពលរបស់គាត់ដើម្បីឲ្យម្ដាយសុភ័ក្រទទួលយកស្នេហានេះបានទេសូមតាមដានភាគទី5មួយដែលជាភាគបន្តសូមអរគុណ